មានអារម្មណ៍ថាខ្សោយភ្នែកមើលអត់សូវច្បាស់ដូចមុនដោយសារព្រិលអាសាសង្វាងបែកផ្សែងមានរបស់ទាំង8ខាងក្រោមនេះជួយថែទាំសុខភាពភ្នែកបងប្អូនគឺល្អប្រសើរជាងមុនហើយចង់ដឹងថាតើរបស់ទាំង8នេះមានអីខ្លះកុំរំលងវីដេអូមួយនេះចុះស្ដាប់ឲ្យដល់ចប់ជាពិសេសបងប្អូនដែលកំពុងតែមានបញ្ហាពាក់ព័ន្ធជាមួយនឹងការស្វាងភ្នែកឬក៏ពាក់ព័ន្ធជាមួយនឹងសុខភាពភ្នែកបងប្អូនចាប់ផ្ដើមចុះខ្សោយទី1គឺវាពាក់ព័ន្ធជាមួយនឹងការ៉ុតគឺជាប្រភេទបន្លែម្យ៉ាងដែលវាជួយថែទាំសុខភាពភ្នែកបងប្អូនគឺបានល្អប្រសើរទី2គឺវាពាក់ព័ន្ធជាមួយនឹងសណ្តែកក៏វាជួយថែទាំសុខភាពភ្នែកបងប្អូននឹងបានដូចគ្នាហើយទី3គឺពាក់ព័ន្ធជាមួយនឹងដំឡូងជ្វាទី4ពាក់ព័ន្ធជាមួយនឹងគ្រាប់ជីទី5គឺពាក់ព័ន្ធជាមួយនឹងស្ពៃចង្កឹះក៏វាជួយសុខភាពភ្នែកបងប្អូននឹងដូចគ្នាហើយទី6គឺតកតងជាមួយនឹងផ្លែក្រូចគឺសម្បូរទៅដោយវីតាមីន C ក៏វាជួយថែទាំភ្នែកបងប្អូនគឺបានល្អប្រសើរដែរហើយទី7ពាក់ព័ន្ធជាមួយនឹងត្រីសាម៉ិនដែលមានជាតិអូមេហ្គា3បើសិនជាបងប្អូនចង់ថែទាំសុខភាពភ្នែកព្យាយាមញ៉ាំសាច់ត្រីដែលសម្បូរទៅដោយជាតិអូមេហ្គា3ហើយបើសិនជាពិបាកក្នុងការញ៉ាំរបស់ដែលមានជាតិអូមេហ្គា3ហ្នឹងបងប្អូនអាចញ៉ាំជាមួយនឹងប្រភេទខ្លាញ់ត្រីលេខ1នេះបានគឺជាប្រភេទខ្លាញ់ត្រីដែលអ្នកវិទ្យាសាស្ត្រនៅខាងសហរដ្ឋអាមេរិកគឺគេបានចម្រាញ់ចេញពីខ្លាញ់ត្រីសាម៉ុនសុទ្ធ 100% ហើយទី8ចុងក្រោយគឺវាពាក់ព័ន្ធជាមួយនឹងទឹកការដែលយើងញ៉ាំទឹកគ្រប់គ្រាន់ក៏វាជួយចរន្តឈាមបងប្អូននឹងរត់បានល្អហើយវាជួយដល់សុខភាពភ្នែកបងប្អូនបានល្អប្រសើរកុំភ្លេចជួយ share ចែករំលែកវីដេអូនឹងម្នាក់មួយផងបើសិនជាចូលចិត្តវីដេអូមួយនឹង